มนุษย์ជាច្រើនដែលបានលើពីការต้มអាហារសួរសំណួរថាតើវាមានប្រយោជន៍មែនហើយបើវាធ្វើបានខ្ញុំនឹងធ្វើយ៉ាងណាខ្ញុំអាយុ55ហើយខ្ញុំបានធ្វើការต้มអាហារ16-8រាល់ថ្ងៃជាង1ឆ្នាំមកហើយមានន័យថាខ្ញុំต้มអាហារ16ម៉ោងហើយញ៉ាំតែក្នុង8ម៉ោងដូច្នេះខ្ញុំរំលងអាហារពេលព្រឹកញ៉ាំតែអាហារថ្ងៃនិងល្ងាចក្នុងពេលការต้มអាហារខ្ញុំនៅពេលព្រឹកខ្ញុំប៉ាក់តែបៃតង2 3ពែងនៅថ្ងៃធ្វើការនិងកាហ្វេខ្មៅ1ពែងនៅថ្ងៃចុងសប្តាហ៍ទាំងដោយគ្មានជាតិស្ករហើយអ្វីគ្មានជាតិស្ករដោយសារពេលបន្ថែមជាតិស្កររាងកាយបំបែកការต้มអាហារហើយបាត់បង់អត្ថប្រយោជន៍វាដឹងទេថានៅពេលដែលខ្ញុំចាប់ផ្ដើមต้มអាហារខ្ញុំមានអារម្មណ៍ឃ្លាននៅពេលព្រឹកជាពិសេសនៅពេលខ្ញុំកំពុងបង្រៀនប៉ុន្តែបន្ទាប់ពីប្រហែល3 ទៅ 4 សប្តាហ៍រាងកាយខ្ញុំបានកែតម្រូវឥឡូវនេះខ្ញុំអាចធ្វើ16ម៉ោងដោយគ្មានបញ្ហាគ្មានវល់មុខមិនឃ្លានតាមពិតទៅខ្ញុំមានអារម្មណ៍មានថាមពលច្រើនជាងមុននេះគឺជាលទ្ធផលមួយចំនួនដែលខ្ញុំទទួលបានពីការต้มអាហារទី1ការសម្រកទម្ងន់ខ្ញុំស្រកពី85ទៅ74គីឡូនៅគឺ11គីឡូក្នុងមួយឆ្នាំទី2កាត់បន្ថយក្លិនក្បាលពោះទំហំចង្កេះខ្ញុំបានថយចុះយ៉ាងខ្លាំងដោយសារតែខ្ញុំកាត់បន្ថយការទទួលទានអាហារខ្ញុំប្រហែល30%ទី3សម្ពាធឈាមកាន់តែប្រសើរសម្ពាធឈាមខ្ញុំធ្លាក់ចុះទៅកម្រិតធម្មតាទី4បាត់បង់ជាតិខ្លាញ់បានលឿនពេលដែលខ្ញុំហាត់ប្រាណដោយต้มអាហារ3 ដងក្នុងមួយសប្តាហ៍ខ្ញុំដុតបំផ្លាញជាតិខ្លាញ់លឿនពិតជាអស្ចារ្យណាស់ដែលរាងកាយអ្នកទទួលអត្ថប្រយោជន៍នៅពេលអ្នកផ្ដល់ពេលសម្រាកប្រសិនបើការต้มអាហារមានអត្ថប្រយោជន៍ច្រើនហេតុអ្វីមនុស្សច្រើនមិនអនុវត្តវានេះជាហេតុផលទូទៅ1មនុស្សជាច្រើនមិនអាចទប់ទល់នឹងការចង់ញ៉ាំ2អ្នកផ្សេងថាការต้มมันមានសុខភាពល្អឬមានគ្រោះថ្នាក់3អ្នកខ្លះគិតថាវាពិបាកពេកឬមិនសម4អ្នកដែលមានការងាររវល់ថាខ្ញុំត្រូវការថាមពលខ្ញុំមិនអាចต้มទេ5ហើយអ្នកខ្លះមានអារម្មណ៍ថាពួកគេមិនត្រូវការវាទេរហូតដល់គេឈឺនៅពេលក្រោយតាមពិតការต้มអាហារមិនមែនអំពីការស្រែកឃ្លានខ្លួនឯងនោះទេវាជាការផ្ដល់ឲ្យរាងកាយមានការសម្រាកហើយនេះមិនគ្រាន់តែជារឿងផ្ទាល់ខ្ញុំទេយោងតាមការស្រាវជ្រាវការต้มអាហារ16ម៉ោងឬច្រើនជាងនេះអាចបង្កើនជូតចូលកោសិកាអ្នកធ្វើឲ្យប្រសើរឡើងការរំលាយអាហារកាត់បន្ថយការហាមកាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយពញ្ញាផលប៉ះពាល់ខ្លះនៃភាពឆាប់វិទ្យាសាស្ត្របានបញ្ជាក់ពីអ្វីដែលខ្ញុំបានពិសោធន៍ការต้มជួយឲ្យរាងកាយជាសះស្បើយតាមធម្មជាតិបើអ្នកមិនធ្លាប់ต้มអាហារកុំបារម្ភចាប់ផ្ដើមទួចសាក់លបងต้มអាហារ12ជាមុនសិនបន្ទាប់14ហើយចុងក្រោយ16-8សូមចាំថាវាមិនមែនជារបបអាហារទេវាជាដំណើរការហើយលទ្ធផលថាមពលកាន់តែច្រើននិងមានសុខភាពល្អផង
បើអ្នកស្វែងរកវិធីធម្មជាតិដើម្បីគ្រប់គ្រងទម្ងន់អ្នកបន្ថយសម្ពាធឈាមនិងធ្វើឲ្យសុខភាពអ្នកប្រសើរឡើងចាប់ផ្ដើមការតមអាហារវាដំណើរការសម្រាប់ខ្ញុំអាចដំណើរការសម្រាប់អ្នកផងដែរកុំភ្លេច like share និង subscribe ដើម្បីទទួលបានការណែនាំអំពីសុខភាពល្អជួបគ្នានៅវីដេអូបន្ទាប់ខ្ញុំសូមអរគុណសូមព្រះអង្គប្រទានពរ